ជំរាបសួរបងម៉ាក់ការធ្វើត្រីឬក៏ចម្អិនត្រីឲ្យទារកញ៉ាំគឺត្រូវការពេលវេលាយូរដូច្នេះហើយទំព័រមាតាសូមណែនាំបងមកប្រើត្រីធូណាកំប៉ុងសាបដែលងាយស្រួលក្នុងការយកទៅធ្វើម្ហូបឲ្យទារកបានឆាប់រហ័សគឺយើងគ្រាន់តែបើកំប៉ុងគឺយើងអាចយកទៅចម្អិនឲ្យទារកញ៉ាំបានហើយត្រីធូណាកំប៉ុងសាបនេះគឺយើងព្យាយាមជ្រើសរើសត្រីដែលសាបអត់មានជាតិអំបិលហើយគេចម្អិនត្រាំនៅក្នុងទឹកជាជាងត្រាំនៅក្នុងប្រេងអូលីវចាស់ហើយត្រីធូណាកំប៉ុងសាបនេះគឺយើងអាចឲ្យអូនញ៉ាំពីអាយុ7ទៅ8ខែគឺអាចចាប់ផ្ដើមរៀនញ៉ាំបានហើយបន្ទាប់ពីអូនរៀនញ៉ាំត្រីសាច់សបានមួយរយៈពេលមកគឺអាចចាប់ផ្ដើមរៀនញ៉ាំត្រីធូណានេះបានហើយដោយត្រីធូណានេះគេចាត់ចូលជាត្រីសាច់ក្រហមគឺយើងអាចញ៉ាំបានបន្ទាប់ពីរៀនញ៉ាំសាច់ត្រីសាច់សចាស់ហើយត្រីធូណាកំប៉ុងនេះគឺផ្ដល់លក្ខណៈងាយស្រួលនិងឆាប់រហ័សក្នុងការធ្វើម្ហូបទារកដោយយើងអាចប្រើធ្វើដាក់ជាមួយសម្លជាមួយបន្លែមួយមុខឬក៏ពីរមុខសម្លស្ពៃសម្លឆៃថាវការ៉ុតជាដើមហើយយើងក៏អាចធ្វើជាឆាជាមួយនឹងបាយជ្រាយលាយជាមួយបន្លែមួយមុខឬក៏យើងអាចយកទៅលាយម្សៅ pancake លាយបន្លែមួយមុខចៀនធ្វើជានំចៀនឲ្យកូនរៀនកាន់ញ៉ាំក៏បានដូចគ្នាហើយម្យ៉ាងទៀតយើងក៏អាចយកទៅធ្វើជា sandwich សម្រាប់ធ្វើអាហារគោឬក៏អាហារសម្រន់ឲ្យកូនក៏បានដូចគ្នាចាដោយសារត្រីធូណាសាបមួយកំប៉ុងគឺមានបរិមាណច្រើនចឹងហើយយើងធ្វើមួយពេលគឺអត់អស់ទេយើងយកតែមួយចំណែកទៅធ្វើម្ហូបឲ្យកូនបន្ទាប់មកយើងយកចំណែកដែលសល់គឺយើងដាក់នៅក្នុងថាសបង្កកទឹកកកជាក្លុកទុយបែបនេះដាក់ចូលទៅក្នុងទូកកដើម្បីបង្កកទុករក្សាសម្រាប់ប្រើនៅពេលក្រោយបន្ទាប់ពីយើងដួសដាក់ចូលទៅក្នុងថាសផលិតកដុំទុយបែបនេះហើយគឺយើងបិទគម្របឲ្យជិតសរសេរថ្ងៃខែនិងឈ្មោះម្ហូបបន្ទាប់មកគឺយើងដាក់នៅលើថាសដែកដាក់ចូលបង្កកចំណែកម្ហូបរបស់ទារកវិញគឺម្ហូបដែលកកគឺយើងគួរប្រើប្រាស់ឲ្យអស់ក្នុងរយៈពេល1សប្តាហ៍បើបងម៉ាក់ត្រូវការត្រីសម្រាប់ធ្វើម្ហូបកូនតែអត់សូវមានពេលធ្វើអាចពិចារណាប្រើត្រីធូណាកំប៉ុងសាបនេះធ្វើម្ហូបឲ្យអូនញ៉ាំក៏បានដូចគ្នាសូមអរគុណ